មហាសង្ក្រាន្តឆ្នាំម្សាញ់សពស័កពុទ្ធសករាជ2569គ្រិស្តសករាជ2025មហាសករាជ1947ចលសករាជ1387សុភមៈសុវរៈមង្គលាជយាតិរេព្រះពុទ្ធសករាជព្រះសាសនាអតិសម្បាកន្លងទៅហើយបាន2568ត្រឹមថ្ងៃអាទិត្យ15កើតខែពិសាខលុះដល់ថ្ងៃច័ន្ទ1រោចខែពិសាខឆ្នាំម្សាញ់សពស័កតទៅចូលពុទ្ធសករាជ2569និងកណនីឆ្នាំម្សាញ់ឥឡូវនេះសង្ក្រាន្តចូលនៅថ្ងៃច័ន្ទ2រោចខែចែកត្រូវនៅថ្ងៃទី14ខែមេសាគ្រិស្តសករាជ2025វេលាម៉ោង4:48នាទីមានទេវធីតាមួយព្រះអង្គជាអ្នកកនិយាការព្រះនាមកោរិកៈទេវីជារាជបុត្រីទី2នៃកបិលមហាព្រហ្មគង់នៅចតុមហារាជការទ្រង់អំពរពណ៌លឿងលំអនៅព្រះការដោយសិទ្ធិការអង្គាបុអភរណៈកែវបុតាហស្សហាទ្រង់ទេលំព្រៃព្រះហស្សស្ដាំទ្រង់ព្រះខ័នព្រះហស្សឆ្វេងទ្រង់ឈើច្រត់ទ្រង់ពងផ្ទុំបាត់ព្រះនេមលើខ្នងស្ដេចភ្ជាស្ដេចខ្លាជាយានពីហណៈហើយចម្រើននៅសិរីសុស្ដីចៃមង្គលជន្មាយុយឺនយូរដល់ទេវតានិងមនុស្សសត្វផងទាំងឡាយតាំងពីឆ្នាំថ្មីចូលមកនេះបានទូលំទូលាយសុខក្សេមក្សាន្តតរៀងទៅ